Tom Holland កើតនៅថ្ងៃទី1ខែមិថុនាឆ្នាំ1996នៅទីក្រុង Kingston upon Thames ទីក្រុង Long ប្រទេសអង់គ្លេសឆ្នាំកំណើតរបស់គាត់គឺឆ្នាំជូត Rat តាមរាសីខ្មែរហើយសញ្ញា Zodiac របស់គាត់គឺ Gemini ដែលជាធាតុខ្យល់បង្ហាញពីភាពរហ័សរហួនការប្រាស្រ័យទាក់ទងល្អនិងភាពបត់បែនបច្ចុប្បន្ននេះ Tom Holland មានអាយុ30ឆ្នាំហើយគាត់គឺជាតារាសម្ដែងជនជាតិអង់គ្លេសដែលទទួលបានកិត្តិនាមទូទាំងពិភពលោកពីតួនាទី Peter Parker Spider-Man នៅក្នុងសកលលោក Marvel Cinematic Universe MCU មុខរបរបច្ចុប្បន្នរបស់គាត់រួមមានការសម្ដែងភាពយន្តការផ្ដល់សម្លេងនិងការងារមនុស្សធម៌គាត់ក៏ជាសហស្ថាបនិកនៃអង្គការសប្បុរសធម៌ The Brothers Trust ដែលគាត់បានបង្កើតឡើងដើម្បីជួយដល់បុព្វហេតុសង្គមផ្សេងៗទ្រព្យសម្បត្តិរបស់ Tom Holland ក្នុងឆ្នាំ2026ត្រូវបានប៉ាន់ស្មានថាមានប្រហែល$25 លានប្រភពទ្រព្យសម្បត្តិភាគច្រើនបានមកពីប្រាក់ខែសម្ដែងរឿង Spider-Man ដែលគាត់ទទួលបានប្រាក់ខែចាប់ពី$500,000ក្នុងរឿងដំបូងរហូតដល់ជាង$10 លានបូករួមទាំងប្រាក់រង្វាន់ពីការលក់សំបុត្រផងដែរប្រវត្តិកាលពីក្មេងរបស់ Tom Holland គឺពោរពេញទៅដោយការគាំទ្រពីគ្រួសារឪពុករបស់គាត់ឈ្មោះ Dominic Holland ជាអ្នកកំប្លែងនិងអ្នកនិពន្ធរីឯម្ដាយឈ្មោះ Nicola Elizabeth Frost ជាអ្នកថតរូប Tom ធំធាត់នៅក្នុងគ្រួសារដែលពោរពេញទៅដោយសិល្បៈដែលបានដាស់តឿនចំណង់ចំណូលចិត្តរបស់គាត់តាំងពីក្មេងមកម្ល៉េះគាត់មានបងប្អូនប្រុស3នាក់ទៀតគឺ Sam, Harry និង Paddy ក្នុងវ័យកុមារ Tom បានចូលរៀននៅសាលា Wimbledon College ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ dyslexia ពិបាកអានសរសេរនៅពេលគាត់មានអាយុ8ឆ្នាំទោះបីជាយ៉ាងណាក៏ដោយម្ដាយរបស់គាត់បានកត់សម្គាល់ឃើញទេពកោសល្យខាងរបាំរបស់គាត់បន្ទាប់ពីគាត់បានចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីរបស់ Janet Jackson ហើយបានបញ្ជូនគាត់ទៅសាលារៀនរបាំ Nifty Feet Dance School នៅទីក្រុង Wimbledon នៅទីនោះគាត់បានហាត់ហ្វឹកហាត់របាំ Hip Hop កាយសម្ព័ន្ធនិងរបាំ Ballet ការតស៊ូដំបូងរបស់ Tom Holland បានចាប់ផ្ដើមនៅពេលគាត់មានអាយុប្រហែល11ឆ្នាំនៅពេលដែលគាត់ចាប់ផ្ដើមរៀនរបាំ Ballet គាត់ត្រូវបានគេសម្លុតធ្វើបាប bully យ៉ាងខ្លាំងទាំងនៅលើបណ្ដាញសង្គមនិងក្រៅបណ្ដាញដោយសារតែគាត់ចូលចិត្តរាំរបាំ Ballet ដែលត្រូវបានគេចាត់ទុកថាជាសកម្មភាពរបស់ក្មេងស្រីការយាយីនេះបានធ្វើឲ្យគាត់មានការលំបាកក្នុងការសម្របខ្លួនទៅនឹងបរិយាកាសសាលារៀនហើយគាត់បានប្រើប្រាស់ការរាំនិងការសម្ដែងជាមធ្យោបាយដើម្បីគេចចេញពីសម្ពាធនៅអាយុ12ឆ្នាំគាត់បានទទួលតួនាទីដំបូងរបស់គាត់ក្នុងរឿងភាពយន្ត The Impossible ដែលជារឿងអំពីរលកយក្សស៊ូណាមីការថតរឿងនេះគឺពិបាកខ្លាំងណាស់ដោយសារគាត់ត្រូវថតនៅក្នុងទឹករយៈពេលយូរហើយត្រូវឆ្លងកាត់ឈុតឆាកដ៏តក់ស្លុតប៉ុន្តែបទពិសោធន៍នេះបានបង្រៀនគាត់អំពីភាពអត់ធ្មត់និងការលះបង់គាត់បានតស៊ូពីអាយុ12ឆ្នាំរហូតដល់អាយុ20ឆ្នាំនៅពេលគាត់ទទួលបានតួនាទី Spider-Man នៅក្នុងឆ្នាំ2016នៅឆ្នាំ2015 Tom Holland ត្រូវបានជ្រើសរើសឲ្យសម្ដែងជា Spider-Man បន្ទាប់ពីការប្រកួតប្រជែងដ៏តឹងរ៉ឹងជាមួយតារាសម្ដែងវ័យក្មេងរាប់ពាន់នាក់គាត់បានបង្ហាញខ្លួនជាលើកដំបូងក្នុងរឿង Captain America Civil War នៅឆ្នាំ2016ហើយក្រោយមកបានសម្ដែងក្នុងរឿង Spider-Man Homecoming 2017 Spider-Man Far From Home 2019និង Spider-Man No Way Home 2021រឿង No Way Home បានបង្កើតប្រាក់ចំណូលបានជិត$2,000 លានដែលធ្វើឲ្យ Tom ក្លាយជាតារាល្បីល្បាញកម្រិត A-list នៅឆ្នាំ2026 Tom នឹងត្រឡប់មកសម្ដែងជា Spider-Man ម្ដងទៀតក្នុងរឿង Spider-Man Brand New Day ដែលគ្រោងចេញផ្សាយនៅថ្ងៃទី29ខែកក្កដាលើសពីនេះគាត់ក៏កំពុងចូលរួមក្នុងគម្រោងភាពយន្តថ្មីរបស់ Christopher Nolan ដែលមានចំណងជើងថា The Odyssey សរុបមកការតស៊ូរបស់ Tom Holland ចាប់ពីអាយុ12ឆ្នាំរហូតដល់អាយុ20ឆ្នាំគឺជាមេរៀនដ៏ល្អសម្រាប់អ្នកដែលចង់ជោគជ័យក្នុងវិស័យសិល្បៈគាត់បានបង្ហាញថាការមិនខ្លាចការសម្លុតធ្វើបាបការប្រឈមមុខនឹងជំងឺ dyslexia និងការលះបង់ចំពោះការងារអាចនាំទៅរកភាពជោគជ័យដ៏ធំធេងបានរឿងល្អគួរកត់សម្គាល់ពី Tom គឺគាត់តែងតែចេះបន្តខ្លួននិងចេះជួយអ្នកដទៃតាមរយៈការងារសប្បុរសធម៌រឿងអាក្រក់ដែលគាត់បានឆ្លងកាត់គឺការញៀនស្រាក្នុងវ័យជំទង់ប៉ុន្តែគាត់អាចយកឈ្នះវាបានដោយការគាំទ្រពីគ្រួសារនិងការស្វែងរកជំនួយពីអ្នកឯកទេសមិត្តភក្តិកម្លាំងនៃមិត្តភាពរបស់ Tom Holland Tom Holland គឺជាតារាសម្ដែងម្នាក់ដែលមិនដែលភ្លេចឫសគល់របស់ខ្លួនឡើយ
តាំងពីថ្ងៃដំបូងដែលគាត់បានក្លាយជា Spider-Man រហូតមកដល់ឆ្នាំ2026នេះគាត់តែងតែរក្សាទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយមិត្តភក្តិចាស់ៗនិងបង្កើតមិត្តភាពថ្មីៗជាមួយតារាល្បីៗជាច្រើនរូបមិត្តភាពរបស់គាត់មិនមែនគ្រាន់តែជាការស្គាល់គ្នានោះទេប៉ុន្តែវាគឺជាកម្លាំងចិត្តនិងការគាំទ្រដែលជួយគាត់ឲ្យឆ្លងកាត់ភាពលំបាកនិងរក្សាខ្លួនគាត់ឲ្យនៅដដែលទោះបីជាស្ថិតក្នុងភាពល្បីល្បាញក៏ដោយប្រភេទនិងចំណុចសំខាន់ៗនៃមិត្តភាពរបស់ Tom Holland អាចបែងចែកជា3ក្រុមធំៗទី1គឺមិត្តភាពពីកុមារភាពមិត្តភក្តិដែលនៅជិតស្និទ្ធបំផុតរបស់ Tom គឺ Harrison Osterfield ដែលគាត់បានស្គាល់តាំងពីរៀននៅសាលា Brit School ក្នុងទីក្រុងឡុងនៅពេលដែល Tom ទទួលបានតួនាទី Spider-Man គាត់បានសម្រេចចិត្តជួល Harrison ជាជំនួយការផ្ទាល់ខ្លួនដោយបាននិយាយថាការមានគាត់នៅជាមួយខ្ញុំគឺជាចំណុចយុទ្ធសាស្ត្រដែលភ្ជាប់ខ្ញុំទៅនឹងការពិត Tom បានចាត់ទុក Harrison ជាផ្នែកមួយនៃ Holy Trinity ព្រះត្រីឯកដ៏ពិសិដ្ឋរបស់គាត់រួមជាមួយនឹង Jacob Batalon ទី2គឺមិត្តភាពពីការងារក្នុងចំណោមតារាសម្ដែងជាច្រើនរូបមានអ្នកខ្លះបានក្លាយជាមិត្តភក្តិជិតស្និទ្ធនឹង Tom ដូចជា Jacob Batalon ដែលសម្ដែងជា Ned Leeds ដែលជាមិត្តប្រុសរបស់ Peter Parker ក្នុងរឿង Spider-Man គេបានធ្វើតេស្តមិត្តភាពជាមួយម៉ាស៊ីនពិនិត្យការកុហកហើយ Jacob បានបញ្ជាក់ថា Tom គឺជាមិត្តល្អបំផុតរបស់គាត់ហើយម៉ាស៊ីនក៏បានបញ្ជាក់ថាវាជាការពិតបន្ថែមពីនេះ Tom ក៏មានទំនាក់ទំនងល្អជាមួយ Zendaya ដែលដំបូងឡើយគេគ្រាន់តែជាមិត្តភក្តិនឹងគ្នាប៉ុណ្ណោះ Zendaya ធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Variety ក្នុងឆ្នាំ2017ថាគាត់គឺជាមិត្តប្រុសល្អម្នាក់គាត់ពិតជាមិត្តល្អបំផុតរបស់ខ្ញុំម្នាក់ទី3គឺអ្នកណែនាំមិនតនិងគំរូ Tom បានទទួលដំបូន្មានដ៏មានតម្លៃពីតារាសម្ដែងជាន់ខ្ពស់ដូចជា Robert Downey Jr. និង Chris Hemsworth គឺជាអ្នកដែលណែនាំ Tom ឲ្យរក្សាគ្រួសារនិងមិត្តភក្តិឲ្យនៅជិតដែលជាហេតុផលដែលគាត់បានជួល Harrison Osterfield មកធ្វើការជាមួយចំណុចល្អនៃមិត្តភាពទី1មិត្តភាពជួយឲ្យ Tom រក្សាខ្លួនគាត់ឲ្យនៅដដែល stay grounded ទោះបីជាគាត់ក្លាយជាតារាល្បីល្បាញកម្រិតអន្តរជាតិក៏ដោយក៏គាត់នៅតែមានមិត្តភក្តិចាស់ៗដែលប្រព្រឹត្តចំពោះគាត់ដូចមនុស្សធម្មតាទី2មិត្តភាពផ្ដល់កម្លាំងចិត្តក្នុងគ្រាលំបាកនៅពេលដែល Tom ធ្លាក់ទឹកចិត្តពីការរិះគន់ឬសម្ពាធក្នុងការងារគាត់តែងតែមានមិត្តភក្តិដែលអាចផ្ដល់ការគាំទ្រទី3មិត្តភាពបើកទ្វារឱកាសថ្មីៗTom មិនត្រឹមតែទទួលបានដំបូន្មានពី Robert Downey Jr. ប៉ុណ្ណោះទេប៉ុន្តែគាត់ក៏បានប្រើប្រាស់បណ្ដាញទំនាក់ទំនងទាំងនេះដើម្បីពង្រីកការងាររបស់គាត់ផងដែរចំណុចអាក្រក់និងមេរៀនដែលត្រូវប្រុងប្រយ័ត្នទោះបីជាមានមិត្តភក្តិល្អៗជាច្រើនក៏ដោយ Tom ក៏ធ្លាប់មានបញ្ហាដែរការមានមិត្តភាពជាមួយតារាល្បីៗធ្វើឲ្យគាត់ងាយនឹងត្រូវបានគេនាំពាក្យឬប្រើប្រាស់ឈ្មោះរបស់គាត់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនករណីខ្លះមិត្តភាពដែលហាក់ដូចជាជិតស្និទ្ធនៅលើកញ្ចក់ទូរទស្សន៍បែរជាគ្រាន់តែជាការសម្ដែងប៉ុណ្ណោះមេរៀនមួយទៀតគឺការត្រូវការពេលវេលាដើម្បីថែរក្សាមិត្តភាព Tom តែងតែមមាញឹកនឹងការងារដែលធ្វើឲ្យគាត់មិនសូវមានពេលជួបមិត្តភក្តិចាស់ៗគាត់ត្រូវតែចេះរៀបចំពេលវេលាឲ្យបានល្អដើម្បីកុំឲ្យទំនាក់ទំនងទាំងនេះរលត់ទៅវិញមេរៀនជីវិតពិតពីមិត្តភាពរបស់ Tom Holland 1មិត្តភាពពិតមិនដែលភ្លេចគ្នាឡើយ Tom នៅតែជិតស្និទ្ធនឹង Harrison Osterfield ទោះបីជាគាត់ក្លាយជា Spider-Man ក៏ដោយ 2. ជ្រើសរើសមិត្តដែលអាចទុកចិត្តបាន Tom បានជ្រើសរើសយក Jacob Batalon ដែលជាមិត្តភក្តិដ៏ស្មោះត្រង់របស់គាត់ 3. កុំខ្លាចក្នុងការសុំជំនួយ Tom បានសុំដំបូន្មានពី Robert Downey Jr. និង Chris Hemsworth ដើម្បីគ្រប់គ្រងភាពល្បីល្បាញ 4. មិត្តភាពគឺជាការវិនិយោគ Tom បានចំណាយពេលវេលានិងថវិកាដើម្បីថែរក្សាមិត្តភាពរបស់គាត់ដូចជាការជួល Harrison ជាជំនួយការជាដើម 5. មិត្តភាពល្អនាំទៅរកឱកាសល្អតាមរយៈទំនាក់ទំនងរបស់គាត់ជាមួយ Zendaya Tom អាចសម្ដែងក្នុងរឿងជាច្រើនទៀតសេចក្តីសន្និដ្ឋានសរុបមកមិត្តភាពគឺជាកម្លាំងដ៏សំខាន់បំផុតមួយក្នុងជីវិតរបស់ Tom Holland គាត់បានបង្ហាញថាទោះបីជាអ្នកក្លាយជាមនុស្សល្បីល្បាញនិងជោគជ័យប៉ុណ្ណាក៏ដោយក៏អ្នកនៅតែត្រូវការមិត្តភក្តិពិតប្រាកដដើម្បីរក្សាខ្លួនអ្នកឲ្យនៅដដែលនិងដើម្បីឆ្លងកាត់ឧបសគ្គក្នុងជីវិត
ថមបានជ្រើសរើសមិត្តភ័ក្តិដោយប្រុងប្រយ័ត្នហើយគាត់ក៏បានវិនិយោគពេលវេលាយ៉ាងច្រើនដើម្បីថែរក្សាមិត្តភ័ក្តិទាំងនេះមេរៀនដ៏ធំបំផុតដែលយើងអាចទាញយកពីគាត់នោះគឺមិត្តភាពល្អគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមួយដែលយើងមិនគួរមើលរំលងឡើយគូព្រេងស្នេហានឹងដៃគូរបស់ Tom Holland Tom Holland និង Zendaya គឺជាគូស្នេហ៍មួយគូដែលសាធារណជនទូទាំងពិភពលោកតែងតែចាប់អារម្មណ៍និងស្រឡាញ់រាប់អានរឿងស្នេហារបស់ពួកគេចាប់ផ្ដើមពីការសម្ដែងជាគូស្នេហ៍ក្នុងរឿង Spider-Man Homecoming នៅឆ្នាំ2016ហើយបានប្រែក្លាយទៅជាស្នេហាក្រៅរឿងយ៉ាងពិតប្រាកដបន្ទាប់ពីរក្សាទំនាក់ទំនងជាសម្ងាត់អស់រយៈពេលជាច្រើនឆ្នាំទីបំផុតពួកគេបានលើកយករឿងស្នេហាមកបង្ហាញជាសាធារណៈនៅឆ្នាំ2021បច្ចុប្បន្ននៅឆ្នាំ2026ពួកគេបានភ្ជាប់ពាក្យដណ្ដឹងគ្នារួចហើយមានពាក្យចចាមអារាមថាពួកគេបានរៀបការដោយសម្ងាត់ប្រភេទនិងចំណុចសំខាន់នៃមិត្តភាពរបស់ Tom Holland អាចបែងចែកជា3ក្រុមធំទី1គឺមិត្តភាពពីកុមារភាពមិត្តភ័ក្តិដែលនៅជិតស្និទ្ធបំផុតរបស់ Tom គឺ Harrison Osterfield ដែលគាត់បានស្គាល់តាំងពីរៀននៅសាលា Brit School ក្នុងទីក្រុង London នៅពេលដែល Tom ទទួលបានតួនាទី Spider-Man គាត់បានសម្រេចចិត្តជួល Harrison ជាជំនួយការផ្ទាល់ខ្លួនដោយបាននិយាយថាការមានគាត់នៅជាមួយខ្ញុំគឺជាចំណុចយុទ្ធការដែលភ្ជាប់ខ្ញុំទៅនឹងការពិត Tom បានចាត់ទុក Harrison ជាផ្នែកមួយនៃ Holy Trinity ព្រះត្រៃអ៊ីដ៏ពិសិដ្ឋរបស់គាត់រួមជាមួយនឹង Jacob Batalon ចំណុចល្អនៃទំនាក់ទំនងទី1មូលដ្ឋានគ្រឹះនៃទំនាក់ទំនងរបស់ពួកគេគឺមិត្តភាពពិតប្រាកដ Zendaya បានហៅ Tom Holland ថាជាមិត្តប្រុសល្អបំផុតរបស់នាងហើយ Tom ក៏បាននិយាយថា Zendaya គឺជាមិត្តល្អបំផុតម្នាក់របស់គាត់មុនពេលក្លាយជាគូស្នេហ៍ពួកគេបានចំណាយពេលវេលាយ៉ាងច្រើនដើម្បីស្គាល់គ្នាជាមិត្តភក្តិចែករំលែករឿងកំប្លែងនិងគាំទ្រការងារគ្នាទៅវិញទៅមកទី2ពួកគេគោរពភាពឯកជនរបស់គ្នាទៅវិញទៅមកយ៉ាងខ្លាំង Tom បានប្រាប់ថាយើងទាំងពីរមិនចង់លាក់បាំងប៉ុន្តែក៏ចង់ការពារជីវិតឯកជនរបស់យើងដែរអ្នកត្រូវតែទទួលយកថាភាពឯកជនខ្លះនឹងចេញពីការគ្រប់គ្រងរបស់អ្នកប៉ុន្តែអ្វីដែលនៅក្នុងដៃរបស់យើងនឹងការពារយ៉ាងខ្លាំងក្លាទី3ពួកគេតែងតែលើកទឹកចិត្តគ្នាក្នុងការងារជានិច្ច Zendaya បានសរសើរ Tom ថាគាត់មានវត្តមានដ៏ស្ងប់ស្ងាត់ដែលធ្វើឲ្យនាងនិងក្រុមការងារទាំងមូលមានអារម្មណ៍ធូរស្រាល Tom ក៏តែងតែបង្ហាញមោទនភាពចំពោះសមិទ្ធផលរបស់ Zendaya ជានិច្ចចំណុចអាក្រក់និងបញ្ហាប្រឈមទោះបីជាពួកគេមើលទៅដូចជាគូស្នេហ៍ដ៏ល្អឥតខ្ចោះក៏ដោយក៏ពួកគេក៏ធ្លាប់ជួបបញ្ហាប្រឈមជាច្រើនដែរបញ្ហាទី1គឺកាលវិភាគការងារដ៏មមាញឹករបស់ពួកគេត្រូវធ្វើការថតគុណជាច្រើនដូចជា Spider-Man Brand New Day និង The Odyssey របស់ Christopher Nolan ដែលធ្វើឲ្យពួកគេពិបាករកពេលវេលាសម្រាប់រៀបចំពិធីមង្គលការប្រភពព័ត៌មានបានឲ្យដឹងថាពួកគេថែមទាំងបានលើកពេលវេលារៀបអាពាហ៍ពិពាហ៍ទៅក្រោយដោយសារតែការងារដ៏មមាញឹកនេះបញ្ហាទី2គឺភាពមិនទាន់ពេញវ័យនិងភាពអាត្មានិយមរបស់ Tom ប្រភពព័ត៌មានជិតស្និទ្ធបានឲ្យដឹងថា Tom អាចមានអាកប្បកិរិយាដូចកូនក្មេងនៅពេលដែលគាត់មិនបានអ្វីដែលគាត់ចង់បានហើយភាពអាត្មានិយមរបស់គាត់បានបង្កឲ្យមានជម្លោះនៅក្នុងទំនាក់ទំនង Zendaya ដែលជាអ្នកអត់ធន់បានព្យាយាមស្វែងយល់ពីភាពទន់ខ្សោយរបស់ Tom ហើយបាននិយាយថាមនុស្សមានភាពស្មុគស្មាញហើយពួកគេអាចធ្វើខុសបានបញ្ហាទី3គឺការត្រួតពិនិត្យយ៉ាងខ្លាំងពីសាធារណជននិងប្រព័ន្ធផ្សព្វផ្សាយក្នុងបទសម្ភាសន៍មួយ Zendaya បាននិយាយអំពីការវិនិយោគបែបឆ្កួតឬ parasocial investment ដែលមនុស្សមានចំពោះទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេរូបថត AI wedding คล้ายៗត្រូវបានចែកចាយយ៉ាងទូលំទូលាយដែលបង្កភាពច្របូកច្របល់នៅលើបណ្ដាញសង្គមមេរៀនពីគូព្រេង Tom Holland និង Zendaya 1. មិត្តភាពគឺជាមូលដ្ឋានគ្រឹះនៃស្នេហាដ៏រឹងមាំពួកគេបានបង្ហាញថាការកសាងទំនាក់ទំនងលើមូលដ្ឋាននៃមិត្តភាពពិតប្រាកដនិងការគោរពគ្នាទៅវិញទៅមកនឹងនាំទៅរកស្នេហាដ៏យូរអង្វែង Zendaya បាននិយាយថាវាមិនមែនគ្រាន់តែជាការប្រញាប់ប្រញាល់ទៅរកទំនាក់ទំនងនោះទេគឺត្រូវចំណាយពេលដើម្បីស្គាល់គ្នាជាមុនសិន 2. ការកំណត់ព្រំដែននិងការគោរពភាពឯកជន
នៅក្នុងយុគសម័យដែលប្រព័ន្ធផ្សព្វផ្សាយសង្គមគ្របដណ្ដប់ថមនិងសិនដាយ៉ាបានបង្ហាញថាវាអាចទៅរួចក្នុងការរក្សាភាពឯកជនខ្លះរបស់អ្នកពួកគេបានជ្រើសរើសចែករំលែកតែអ្វីដែលពួកគេចង់ចែករំលែកហើយមិនអនុញ្ញាតឲ្យសម្ពាធពីខាងក្រោយបំផ្លាញចំណងស្នេហារបស់ពួកគេឡើយ 3. ការអត់ធ្មត់និងការទទួលយកភាពមិនល្អឥតខ្ចោះ Zendaya បានបង្ហាញពីភាពអត់ធ្មត់នៅពេលដែល Tom ប្រឈមនឹងបញ្ហាផ្ទាល់ខ្លួននាងបាននិយាយថាមនុស្សមានភាពស្មុគស្មាញហើយពួកគេធ្វើខុសវប្បធម៌ខុសគ្នាអាចបង្កើតអាកប្បកិរិយា 4. ការគាំទ្រគ្នាទៅវិញទៅមកមិនថា Tom ចូលរួមព្រឹត្តិការណ៍បើកសម្ដែងរបស់ Zendaya ឬ Zendaya គាំទ្រម៉ាក់ស្រាបៀរគ្មានជាតិអាល់កុលរបស់ Tom ក៏ដោយពួកគេតែងតែបង្ហាញខ្លួននៅក្បែរគ្នានិងជួយជំរុញអាជីពគ្នាទៅវិញទៅមក 5. ការស្វែងរកតុល្យភាពរវាងការងារនិងជីវិតផ្ទាល់ខ្លួនទោះបីជាមានកាលវិភាគតឹងតែងក៏ដោយពួកគេតែងតែស្វែងរកពេលវេលាដើម្បីនៅជាមួយគ្នាមិនថាការទៅលេងកីឡាបាល់បោះ NBA ជាមួយគ្នាឬថតគុណជាមួយគ្នានៅប្រទេសអ៊ីតាលីក៏ដោយសេចក្តីសន្និដ្ឋានសរុបមកគូព្រេងរបស់ Tom Holland និង Zendaya គឺជានិមិត្តរូបនៃស្នេហាដ៏ល្អឥតខ្ចោះមួយនៅក្នុងរង្វង់ Hollywood ទំនាក់ទំនងរបស់ពួកគេត្រូវបានកសាងឡើងនៅលើមូលដ្ឋានគ្រឹះនៃមិត្តភាពការគោរពគ្នាទៅវិញទៅមកភាពស្មោះត្រង់និងការគាំទ្រទោះបីជាពួកគេធ្លាប់ជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនដូចជាការវិភាគការងារដ៏មមាញឹកភាពមិនទាន់ពេញវ័យរបស់ Tom និងការត្រួតពិនិត្យពីសាធារណជនក៏ដោយក៏ពួកគេនៅតែអាចរក្សាចំណងស្នេហារបស់ពួកគេបានយ៉ាងរឹងមាំពួកគេបានបង្រៀនយើងថាស្នេហាពិតមិនមែនគ្រាន់តែជាការមើលទៅលើផ្ទៃក្រៅដ៏ភ្លឺចែងចាំងនោះទេប៉ុន្តែវាគឺជាការចេះយល់ចិត្តការអត់ធ្មត់និងការស្រឡាញ់គ្នាក្នុងគ្រប់ស្ថានភាពទាំងអស់ Tom ខ្លួនឯងបាននិយាយយ៉ាងស្អាតថារឿងនេះមិនមែនជារឿងរបស់ខ្ញុំទេវាជារឿងរបស់យើងមេរៀនដ៏ធំបំផុតដែលយើងអាចទទួលបានពីគូស្នេហ៍មួយគូនេះគឺស្នេហាពិតគឺជាការឲ្យតម្លៃលើភាពឯកជនរបស់គ្នាទៅវិញទៅមកនិងការចែករំលែកភាពស្និទ្ធស្នាលទាំងនោះតែជាមួយគ្នាប៉ុណ្ណោះសំណាងជោគជ័យនិងសុភមង្គលរបស់ Tom Holland សម្រាប់ Tom Holland សំណាងមិនមែនគ្រាន់តែជាការចៃដន្យនោះទេប៉ុន្តែវាគឺជាការប្រសពគ្នារវាងទេពកោសល្យការត្រៀមខ្លួននិងឱកាសដែលមកដល់នៅពេលដ៏ត្រូវ Tom បាននិយាយថាគាត់គឺជាក្មេងដែលមានសំណាងជាងគេបំផុតក្នុងលោកដែលមិនធ្លាប់សុបិនចង់បានអាជីពដ៏អស្ចារ្យបែបនេះឡើយក្នុងឆ្នាំ2026គាត់មិនត្រឹមតែទទួលបានជោគជ័យខាងហិរញ្ញវត្ថុប៉ុណ្ណោះទេប៉ុន្តែគាត់ក៏បានរកឃើញសុភមង្គលពិតប្រាកដក្នុងជីវិតផងដែរចំណុចល្អនៃសំណាងនិងជោគជ័យទី1សំណាងដ៏ធំបំផុតរបស់ Tom គឺការត្រូវបានគេរកឃើញនៅក្នុងថ្នាក់រាំ Hip Hop នៅទីក្រុង London នៅពេលគាត់មានអាយុត្រឹមតែ9ឆ្នាំប៉ុណ្ណោះអ្នករបាំ Lin Page បានឃើញទេពកោសល្យរបស់គាត់ហើយបានរៀបចំឲ្យគាត់ទៅសាកល្បងសម្ដែងក្នុងរឿង Billy Elliot the Musical នៅល្ខោន West End បន្ទាប់ពីការហ្វឹកហាត់អស់រយៈពេល2ឆ្នាំគាត់បានចាប់ផ្ដើមសម្ដែងក្នុងឆ្នាំ2008ទី2សំណាងរបស់គាត់បានបន្តនៅពេលដែលគាត់ទទួលបានតួនាទីដំបូងក្នុងរឿង The Impossible 2012ទោះបីជាគាត់មិនដែលសម្ដែងក្នុងរឿងធំពីមុនមកក៏ដោយក៏គាត់បានបង្ហាញសមត្ថភាពសម្ដែងដ៏អស្ចារ្យរបស់គាត់ហើយទទួលបានការសរសើរយ៉ាងខ្លាំងទី3គឺជាឱកាសមាសក្នុងការសម្ដែងជា Spider-Man Tom បានឆ្លងកាត់ការសាក់លបងសម្ដែងរាប់ពាន់នាក់ហើយទីបំផុតគាត់ត្រូវបានជ្រើសរើសក្នុងអំឡុងពេលសាក់លបងជាមួយ Robert Downey Jr. Tom បានមិនអើពើដំបូន្មានរបស់ភ្នាក់ងាររបស់គាត់ហើយកែលម្អការសម្ដែងដោយឯកឯងដែលជាការសម្រេចចិត្តដ៏ក្លាហានដែលបានជួយគាត់ឲ្យទទួលបានតួនាទីទី4ជោគជ័យរបស់ Tom មិនមែនគ្រាន់តែជាសំណាងប៉ុណ្ណោះទេប៉ុន្តែវាក៏មកពីការលះបង់និងវិន័យខ្ពស់របស់គាត់ផងដែរគាត់បានសម្រេចចិត្តឈប់ផឹកស្រាហើយបានប្រារព្ធខួប3ឆ្នាំកន្លះនៃការតមរបស់គាត់នៅឆ្នាំ2026ការសម្រេចចិត្តនេះបានផ្ដល់ឲ្យគាត់នូវភាពច្បាស់លាស់ផ្លូវចិត្តសុខភាពនិងការបដោតអារម្មណ៍លើការសម្ដែងរបស់គាត់ចំណុចអាក្រក់និងបញ្ហាប្រឈមទោះបីជា Tom តែងតែនិយាយអំពីសំណាងរបស់គាត់ក៏ដោយក៏គាត់ក៏បានឆ្លងកាត់ការសាក់លបងដ៏លំបាកជាច្រើនដែរទី
គឺការជួបការគំរាមកំហែង bullying កាលពីនៅក្មេងមុនពេលក្លាយជា Spider-Man Tom គឺជាក្មេងប្រុសតូចម្នាក់ដែលចូលចិត្តរាំរបាំបាឡេដែលជាហេតុធ្វើឲ្យគាត់ក្លាយជាគោលដៅរបស់ពួកគេគាត់ត្រូវបានគេសម្លុតធ្វើបាបទាំងនៅលើបណ្ដាញសង្គមនិងក្រៅបណ្ដាញ ទី2តស៊ូជាមួយ dyslexia ពិបាកក្នុងការអាននិងសរសេរគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ dyslexia តាំងពីអាយុ7ឆ្នាំនៅពេលពិភពលោកទាំងមូលត្រូវការអាន script ជាច្រើនវាគឺជាឧបសគ្គដ៏ធំមួយសម្រាប់គាត់ទី3ធ្លាប់អស់សង្ឃឹមនៅពេលដែលអាជីពសម្ដែងរបស់គាត់ជាប់គាំងក្នុងអំឡុងពេលដែលគាត់មិនទាន់ទទួលបានតួនាទី Spider-Man គាត់បានគិតថាគាត់ត្រូវតែឈប់សម្ដែងហើយសូម្បីតែបានរៀនជាងឈើដើម្បីប្រើជាជំរើសទី2ទី4ការថតរឿង The Crowded Room ឆ្នាំ2023បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តរបស់គាត់តួនាទីនេះបានធ្វើឲ្យគាត់អស់កម្លាំងទាំងផ្លូវកាយនិងផ្លូវចិត្តហើយគាត់ថែមទាំងបានប្រកាសឈប់សម្ដែងរយៈពេល1ឆ្នាំទៀតផងមេរៀនជីវិតពិតពីសំណាងរបស់ Tom Holland 1. សំណាងចូលចិត្តតែអ្នកដែលត្រៀមខ្លួនជានិច្ច Tom ត្រូវបានគេរកឃើញនៅក្នុងថ្នាក់រាំប៉ុន្តែគាត់បានចំណាយពេល2ឆ្នាំដើម្បីហ្វឹកហាត់មុនពេលឡើងសម្ដែងនៅ West End 2. អ្នកត្រូវតែហ៊ានប្រថុយប្រឋាន Tom បានកែលម្អការសម្ដែងរបស់គាត់ដោយឯកឯងក្នុងអំឡុងពេលសាកល្បងជាមួយ Robert Downey Jr. ទោះបីជាវាផ្ទុយនឹងដំបូន្មានរបស់ភ្នាក់ងារក៏ដោយ 3. សំណាងមិនមែនគ្រាន់តែជាការឡើងលើជណ្ដើរយន្តនោះទេវាក៏ជាការចេះគ្រប់គ្រងភាពតានតឹងក្នុងជីវិតផងដែរ Tom ចេះចាក់ចេញពីពន្លឺនៃភាពល្បីល្បាញឈប់សម្ដែងហើយប្រើប្រាស់ពេលវេលាដើម្បីស្ដារសុខភាពផ្លូវចិត្តរបស់គាត់ឡើងវិញ 4. សុភមង្គលពិតគឺការស្វែងរកតុល្យភាពរវាងជីវិតការងារនិងអ្វីដែលអ្នកពេញចិត្ត Tom បាននិយាយថាគាត់ចង់ផ្ដោតលើអ្វីដែលធ្វើឲ្យគាត់សប្បាយចិត្តដូចជាគ្រួសារមិត្តភ័ក្តិការងារជាងឈើនិងការលេងកីឡាករ 5. សូម្បីតែស្ថិតនៅតំណែងខ្ពស់ក៏ដោយក៏ត្រូវចេះបន្ទាបខ្លួននិងទទួលស្គាល់ពីភាពជោគជ័យរបស់អ្នកដទៃ Tom តែងតែនិយាយថាគាត់ទទួលបានសំណាងហើយឧស្សាហ៍សរសើរមិត្តរួមការងារនិងគ្រួសាររបស់គាត់តារាងសង្ខេបទិដ្ឋភាពចំណុចល្អបញ្ហាប្រឈមឬចំណុចខ្វះខាតការចាប់ផ្ដើមត្រូវបានរកឃើញនៅក្នុងថ្នាក់រាំនៅអាយុ9ឆ្នាំរងការគំរាមកំហែងពីការរាំរបាំបាឡេការសម្ដែងជាប់ឈ្មោះក្នុងចំណោមអ្នកសាកល្បងសម្ដែង 2,500 នាក់ការសម្ដែងក្នុងរឿង The Crowded Room បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តសុខភាពឈប់ផឹកស្រាផ្ដោតលើសុខភាពផ្លូវកាយនិងផ្លូវចិត្តពិបាកក្នុងការអាននិងសរសេរ dyslexia ទស្សនវិស័យដឹងគុណចំពោះឱកាសមិនដែលភ្លេចពីភាពជោគជ័យរបស់អ្នកដទៃធ្លាប់គិតថាត្រូវតែឈប់សម្ដែងហើយរៀមជាងឈើសេចក្តីសន្និដ្ឋានឆ្នាំ2026គឺជាឆ្នាំដ៏សំខាន់សម្រាប់ Tom Holland ជាមួយនឹងការចេញផ្សាយរឿង Spider-Man Brand New Day និង The Odyssey របស់ Christopher Nolan ក្នុងខែកក្កដាទោះបីជាមានការវិភាគដ៏មមាញឹកយ៉ាងណាក៏ដោយក៏គាត់បានប្រាប់រួចមកហើយថាគាត់នឹងសម្រាកនៅឆ្នាំ2027សំណាងរបស់ Tom Holland មិនមែនគ្រាន់តែជាវិធីដែលគាត់ត្រូវបានគេរកឃើញឬវិធីដែលគាត់ត្រូវបានជ្រើសរើសជា Spider-Man ប៉ុណ្ណោះទេប៉ុន្តែវាជារបៀបដែលគាត់ប្រើប្រាស់សំណាងនេះក្នុងជីវិតរបស់គាត់បានបង្រៀនយើងថាសំណាងពិតគឺជាអ្វីដែលកើតឡើងនៅពេលដែលការត្រៀមខ្លួនជួបនឹងឱកាសទន្ទឹមនឹងនោះសុភមង្គលកើតឡើងនៅពេលដែលគេចេះបោះជំហានថយក្រោយដើម្បីមើលថែរក្សាសុខភាពផ្លូវចិត្តរបស់ខ្លួនហើយដឹងគុណចំពោះមនុស្សជាទីស្រឡាញ់